Solo គ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដែលមានចំណត់ពេលដែលយើង access ចូលទៅក្នុង University Portal មួយហើយយើង realize ថាយើងអាច change ទៅលើ grade ឬក៏យើងអាច delete ទៅលើ course ណាមួយនៅក្នុង portal ហ្នឹង It sounds scary right អញ្ចឹង project របស់ពួកខ្ញុំនឹងធ្វើការ prevent ដោយ enforce ទៅលើ secure role based permission នៅក្នុង cloud hosted database system ដែលពួកខ្ញុំបានប្រើ MySQL ហើយនឹងពួកខ្ញុំបានប្រើ MySQL ទៅលើ Amazon ODS អូខេអញ្ចឹង project របស់ពួកខ្ញុំគឺជា project ទី5ដែលនិយាយទៅជាមួយនឹង user permission ហើយនឹង server connection ដែល team member របស់ពួកខ្ញុំមានដូចជាពុកពិសីសាន់វិជ្ជការខ្ញុំធឿនសេនាងជាសផានីតានិងស្រស់មួយអ៊ីចំពោះ table of content ពួកខ្ញុំនិយាយទៅលើ introduction tools and technologies system design implementation progress demonstration ហើយនឹងចុងក្រោយគឺ result ហើយនឹង conclusion ចំពោះ introduction ទី1 database it helps us manage data securely ហើយនិង efficiently ចំពោះ key focus នៅក្នុង project របស់ពួកខ្ញុំហ្នឹងគឺទាក់ទងទៅលើ user permission ហើយនិង server connection ដែល project របស់ពួកយើងគឺបានប្រើប្រាស់នៅ AWS Cloud Database ODS ចំពោះ goal របស់ពួកខ្ញុំនឹង create file user ជាមួយនឹង role ហើយនិង permission ហើយ organize ទៅលើ sample database table មួយហើយពួកខ្ញុំនឹង test ទៅលើ secure server connection ចូល site បន្តមានទៅជាមួយនឹង project objective ចឹង project objective គឺនិយាយទៅជាមួយនឹងការ deploy cloud based database នៅក្នុង AWS ហើយ redam គឺ create ទៅលើ manage file user ហើយ assign role នីមួយៗឲ្យទៅពួកគាត់ឬក៏ដូចជា permission ដែលមានទៅលើ editor 1 viewer editor 2 developer ហើយពួកខ្ញុំនឹងចាប់ផ្ដើម build ហើយ test sample database មួយដែលមានឈ្មោះថា student course registration system ហើយពួកខ្ញុំនឹងចាប់ផ្ដើម verify server connection ហ្នឹងហើយនឹង user access នីមួយៗចំពោះ slide នេះខ្ញុំនិយាយទៅជាមួយនឹង scope ហើយនឹង deliverable ចំពោះ scope ពីដើមគឺដូចខ្ញុំនិយាយពីដើមមកចឹងគឺយើងប្រើ AWS ហើយជា database platform manage user ទាំង5ហើយ create sample table មួយហើយចំពោះ client verify query ពួកខ្ញុំនិយាយទៅជាមួយនឹងការ select insert update delete ពួកខ្ញុំក៏មានផ្សេងទៀតដែរដូចជាមាន author drop អីជាដើមតែខ្ញុំបានដាក់ទេខ្ញុំដាក់ចុចអ្នកទាំងអស់គ្នាអាចមើលទៅ client demo របស់ផ្សេងបានចំពោះ deliverable គឺនិយាយទៅជាមួយនឹងការ config ទៅលើ cloud database instance file user ជាមួយនឹងការ access ផ្សេងគ្នាការ organize ទៅលើ table ហ្នឹងហើយពួកខ្ញុំមាន video presentation នៃការ set up ហើយនឹង resolve វាដូចគ្នាដែរសួរ professor និងសិស្សអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំឡើងមកបកស្រាយទាក់ទងមួយចំណុចទី2 tool និង technology អ្នកទាំងអស់គ្នាប្រហែលជាបាន familiar ជាមួយនឹង key term key និង technology ព្រោះជាទូទៅនៅពេលដែលយើងធ្វើ system អីមួយក៏ដោយគឺយើងត្រូវមិនត្រឹមតែយើងត្រូវមាន idea វាគ្រាន់តែជាចំណុចមួយវាអាច turn ទៅជា solution effectively មួយបើសិនជាយើងអត់មានទាក់ទងជាមួយនឹងការជ្រើសរើស tool និង technology ដែលត្រឹមត្រូវហើយវាស័ក្តិសមជាមួយនឹង project របស់យើងអញ្ចឹងដូចខ្ញុំបានរៀបរាប់ចឹងមានន័យថា tool ហ្នឹងគឺសំខាន់វាអាច define ថាតើ project របស់យើងហ្នឹងនឹង fail ឬក៏វា grow successfully ជោគជ័យឬអត់ហើយបើសិនជាចិត្តរបស់ពួកខ្ញុំវិញគឺនៅពេលដែលពួកយើងធ្វើគឺពួកយើងសិក្សាទាក់ទងមួយ tool ខ្លាំងមែនទែនហើយ tool របស់ពួកយើងជ្រើសរើសមកនោះគឺយើងសិក្សាទាក់ទងមួយ security speed ហើយ reliable របស់វាដែរនេះគឺជា technology ដែលនឹង tool ដែលយើងបានយកមកប្រើប្រាស់ដោយសារតែ project របស់ពួកខ្ញុំហ្នឹងគឺនិយាយទាក់ទងជាមួយនឹងការយើងប្រើ cloud service ហើយយើង install database ក្នុងហ្នឹងបង្កើត user ហើយយើងដាក់ permission ឲ្យ user ហ្នឹងថាតើគាត់មានកម្រិតក្នុងការ access ចូល database របស់យើងធ្វើឲ្យគេបានខ្លាំងអញ្ចឹងអាចជាការ view ការអាចចូលទៅធ្វើ query មួយចំនួនដូចជាការ delete insert អីជាដើមអញ្ចឹងទៅនៅក្នុងចំណុច tool និង technology នេះគឺពួកខ្ញុំសិក្សាខេរបស់ពួកយើងហ្នឹងគឺយកមក3 technology 3 tool ទី1គឺ MySQL ទី2គឺ Python ទី3គឺ Amazon ODS និយាយទៅ Python ហ្នឹងគឺយើងយកវាមកដើម្បីអីក៏ប៉ុន្តែ Python ចំណុចទី2 Python នេះគឺយើងអត់ប្រើវាក៏បានដែរយើងអាចប្រើ MySQL សុទ្ធប៉ុន្តែកាលណាយើងប្រើ Python វាងាយស្រួលក្នុងការយើងប្រើ programming language ហ្នឹងដើម្បីយើងប្រើ script វាដើម្បីជួយ automate បើសិនជាយើងប្រើ MySQL សុទ្ធអញ្ចឹងយើងត្រូវប្រើ manually យើងទៅ run បង្កើតម្ដងមួយតែ Python ជាមួយ Python យើងទៅ save code ទាំងអស់មកយើងដាក់បានទាំង user របស់យើងឈ្មោះអី privilege គាត់គេខ្លះហ្មងអញ្ចឹងយើងទៅ save ម្ដងយើង run script ទៅវាទៅទាំងអស់វាងាយស្រួលជាមួយនឹងការធ្វើការវា automate ហើយទាក់ទង MySQL នេះដែរគឺយើងប្រើវាដើម្បីដោយសារតែយើងធ្វើការនេះគឺយើងនឹងធ្វើការទាក់ទងជាមួយនឹង relational database management system ដែលយើងអាចទាក់ទងជាមួយនឹងការ storing ឬក៏ managing structure data របស់យើងចង់ delete ចង់ insert ចង់ធ្វើអីក៏បានដែរទាក់ទងជាមួយនឹង data របស់យើងហ្នឹងហើយ Amazon ODS នេះឬក៏អ្នកខ្លះគេហៅ AWS ODS ហ្នឹងមានន័យថាគឺជា cloud service មួយដែលយើងប្រើដើម្បីជាទីកន្លែងដែលយើង stock database របស់យើងនៅលើ cloud ដូចអ្នកនរគ្នាបានដឹងសម័យបច្ចុប្បន្ននេះគេអត់និយមក្នុងការទិញ physical device មកប្រើទេលេងត្រូវការ server ត្រូវការអីគេលេងត្រូវការទិញ physical device គឺគេប្រើ service វិញគេប្រើប្រភេទ cloud វិញយើងមានន័យថាវាមានភាពងាយស្រួលក្នុងការ scale ក្នុងការពង្រីកអាជីវកម្មរបស់យើងក្នុងការពង្រីក project របស់យើងទៀតហើយយើងចង់បានច្រើនយ៉ាងហ្នឹងយើងគ្រាន់តែថា pay as you grow មានថាយើងឲ្យតែលុយគេទៅយើងពង្រីកទំហំរបស់យើងបានតែបើសិនជាយើងប្រើប្រភេទ physical យើងត្រូវអញញ៉ៃទាក់ទងជាមួយនឹង component មួយអីចឹងទៅ maintenance អីចឹងទៅអញ្ចឹង3 tool ទាំងអស់នេះគឺមានសារៈសំខាន់សម្រាប់ការបង្កើត reliable ហើយ cloud ready system សម្រាប់ project របស់ពួកខ្ញុំទាំងមូលហ្នឹងអានេះគឺជាចំណុច technology ហើយនឹង tool ដែរគឺអានេះខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់ថាពួកយើងប្រើវាហ្នឹងគឺយើងហៅទាំង3ហ្នឹងហៅថា layer ហៅ cloud infrastructure layer application logic layer ហើយ database layer ហើយបានយើងហៅវា layer អញ្ចឹងដោយសារតែ
វាមាន different job មានន័យថាវាមានទូនាទីរបស់វាថាតើវាធ្វើឲ្យគេមួយម៉ា layer មួយ job ហើយអា3ហ្នឹងគឺវាធ្វើការជាមួយគ្នាហើយវាធ្វើការហ្នឹងមានន័យថាមានន័យថា cloud នេះយើងប្រើសម្រាប់ hosting Python នេះយើងប្រើសម្រាប់ control យើង automate យើងអីហ្នឹងហើយ database layer នេះគឺយើងប្រើសម្រាប់ data របស់យើងធ្វើឲ្យគេមួយតាក់ទងជាមួយនឹង table របស់យើងឯងគឺ Python របស់យើងហ្នឹង connect ទៅជាមួយនឹង Amazon ODS បន្ទាប់មកវាដូចថាយើង run script connect មួយហ្នឹងទៅដើម្បីអីដើម្បី automate បង្កើតឲ្យគេមួយទៀតថាខ្ញុំនៅក្នុង Python នេះគឺខ្ញុំសរសេរ script តាក់ទងជាមួយនឹងបង្កើត user យើងឲ្យ privilege របស់គាត់ថាធំណាស់អញ្ចឹងទៅយើង run ម្ដងហ្នឹងវាទៅក្នុងថាវារត់ទៅ database របស់យើងថាយើងមាន user ប្រមាណ table ណាអីហ្នឹងវាមានភាពងាយស្រួលបន្ទាប់មកទៀតនេះអានេះដូចខ្ញុំបានដាក់អញ្ចឹង Python script ហ្នឹងវា send comment បង្កើត user grant permission delete user អីជាដើមទៅ MySQL របស់យើងតាមរយៈ endpoint នេះ ODS ហ្នឹងវាមាន endpoint របស់វាហើយ MySQL របស់យើងហ្នឹងវា process comment របស់Python ហើយវាមើលទៅលើទៅតាមដោយសារតែ Python ហ្នឹងវាកំណត់តាក់ទងជាមួយ rollback ហ្នឹងវានឹងវាអនុវត្តទៅតាម rollback ហ្នឹងថាតើ user ណាគាត់អាចធ្វើឲ្យគេបានខ្លះអញ្ចឹងណាហើយតាក់ទងជាមួយ Amazon ODS ហ្នឹងគឺជាកន្លែងដែលយើងដូចខ្ញុំប្រាប់ចឹងមានន័យថាទូនាទីរបស់គាត់ហ្នឹងគាត់ជា cloud service តែគាត់យើងអាច store database របស់យើងបានអញ្ចឹងគ្រប់គ្នាយើងអាច access ទៅ cloud បាន database នៅលើ cloud បានហើយយើងអាចធ្វើអីតាក់ទងជាមួយនឹង data របស់យើង modify យើង delete អីហ្នឹងជាដើមចំពោះ part របស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងយើងបន្តទៅ system design ជំរាបសួរលោកគ្រូខ្ញុំឈ្មោះជាសុផានីតាហើយខ្ញុំបន្តពីមិត្តភក្តិខ្ញុំដោយ part របស់ខ្ញុំនិយាយពី system design ដែលតាក់ទងជាមួយនឹងdiagram ឬក៏ flow នៃ project មួយហ្នឹងអញ្ចឹងសម្រាប់ចំណុចរបស់ខ្ញុំមានទាំងអស់4ចំណុចមាន user role diagram system architecture diagram workflow diagram និង full use ចឹងចូលទី1គឺ user role diagram ចឹង user role diagram ដោយសារ project របស់យើងទាំងអស់មាន4 user នៅក្នុងនោះមាន user editor 1 editor 2ហ្នឹងពួកគាត់មាន full access ទាំងពីរគឺគាត់អាច create read insert ហើយនិង update delete ចំពោះ user មួយទៀតគឺជា user viewer ដែល user viewer ហ្នឹងគាត់មានសិតតែ read table view ដែលគាត់អាចប្រើតែ select មួយដើម្បីមើលទៅនៃដែលនៅក្នុងហ្នឹងហើយចំពោះ developer គឺគាត់អាច create table ហើយនិង manage schema នៅក្នុងហ្នឹងគាត់អាចប្រើ create alter drop ហើយ index ពីហ្នឹងគាត់អាចប្រើបានដូចinsert អញ្ចឹងគាត់អត់មាន set insert ចូលទៅក្នុង program ហ្នឹងទៅក្នុង table ណាមួយនៅក្នុង database មួយហ្នឹងបានទេហើយសម្រាប់ចំណុចទី3ទី2វិញតើតោះជាមួយនឹង system architecture អញ្ចឹងសម្រាប់ system architecture យើងមានយើងប្រើ cloud AWS cloud environment ហើយយើងប្រើជាមួយនឹង Amazon ODS combine ជាមួយនឹង MySQL ដល់មកទី3ហ្នឹងគឺយើងក៏មានប្រើ Python ក្នុងហ្នឹងដែរសម្រាប់ code script ដើម្បី automation ហើយទី4គឺ user access ដែលយើងអាច access តាម laptop ក៏បានឬក៏ desktop ក៏បានហើយទី5ហ្នឹងតាក់ទងជាមួយនឹង data flow ពី user ប្រើប្រាស់ជាមួយនឹង Python ហើយភ្ជាប់ជាមួយនឹង ODS AWS ODS ហើយចំពោះចំណុចទី3វិញតាក់ទងជាមួយនឹង workflow diagram ដែល workflow diagram ហ្នឹងយើងមានទាំងអស់4 step ដែល step ទី1តាក់ទងមួយ planning អញ្ចឹង planning យើងមាន define database type define user role draw user diagram តបមកចូល step ទី2ហ្នឹងគឺជា setup ដែល setup ក្នុងនេះយើងមាន create AWS account launch AWS launch ODS ដែលជា part មួយនៅក្នុង AWS ហ្នឹងបន្ទាប់មក install database បន្ទាប់ពី install database ហើយគឺយើងចូលដល់ implementation ចុះ implementation ហ្នឹងយើងមាន add user ដែល user យើងទាំងអស់មួយហ្នឹងមានទាំងអស់4ហើយយើង assign permission ឲ្យហើយ create sample table ឲ្យ user មួយគាត់ test ក្នុងហ្នឹងហើយទី3ហ្នឹងតើតមក testing ហ្នឹងគឺយើង verify permission មានន័យថាដូចពេលដែល user មួយទៅពេលគាត់ test ទៅអូខេគាត់អាចប្រើអា tool ហ្នឹងបានអត់ហើយពេលគាត់ប្រើលើសពីហ្នឹងតើគាត់អាចប្រើបានអត់ដែរក្នុងហ្នឹងនឹងមិត្តភក្តិខ្ញុំនឹងបង្ហាញនៅមុខទៀតហើយសម្រាប់ទីមួយទៀតហ្នឹងគឺ test service connection server connection មានន័យថា user មួយគាត់អាចចូលទៅកាន់ host name ឬក៏ role របស់គាត់មួយដែលប្រើ password ដែល main ដែល admin គាត់ឲ្យមកនឹងបានអត់ហើយសម្រាប់ទី4គឺ presentation ដូចដែលពួកខ្ញុំធ្វើនេះគឺ prepare video ហើយ demo ហើយគឺយើងយកមកធ្វើ presentation ហើយចំណុចទី3ទី4តើតមួយ tool use ចឹង tool use គឺយើងបើប្រាប់ជាមួយនឹង AWS ODS ដោយសារតែក្រុមខ្ញុំគិតថាអាហ្នឹងវារៀងស្រួលជាងគេហើយវាជា free feature ដែលយើងអាចប្រើប្រាស់បានក្នុងការសិក្សារៀនសូត្រហើយដែលពាក្យពេញវាគឺ Amazon Relational Database Service ដែលវាមានទូនាទី host ហើយជាមួយនឹង manage database របស់យើងនៅក្នុង cloud ហើយអាច share ឲ្យ team working ធ្វើបានហើយទី2ហ្នឹងគឺយើងប្រើ MySQL ឬក៏អាចប្រើ Postgres ក៏បានដែរតែក្រុមខ្ញុំជ្រើសរើសប្រើ MySQL ដែលនឹងយើងរៀនហើយវាជា actual database មួយដែលអាចប្រើសម្រាប់ store ហើយនិង manage data ផ្សេងៗហើយយើងក៏មានប្រើ Python ក្នុងហ្នឹងដែរដូចខ្ញុំបានលើកឡើងគឺដើម្បី automate repetitive task អីចឹងទៅហើយសម្រាប់ slide ឬក៏ recording អីយើងប្រើក្នុង Canvas ចឹងសម្រាប់ចំណុចរបស់ខ្ញុំខ្ញុំសូមជូនទៅឲ្យមិត្តភក្តិខ្ញុំមួយទៀតអរគុណលោកគ្រូSo professional ខ្ញុំឈ្មោះវិជ្ជការហើយដើម្បីតបពី member របស់ខ្ញុំពីខាងមុខហ្នឹងគឺឥឡូវនេះខ្ញុំមកដល់ចំណុចទី1ដែលខ្ញុំ handle ទៅជាមួយនឹង implementation process អញ្ចឹងទៅជាមួយនឹងចំណុចនេះគឺខ្ញុំនឹងមក present អំពីរបៀបថា step by step នៅក្នុងការបង្កើត account cloud service ទៅជាមួយនឹងការបង្កើត database installation ហើយការ set up database នៅលើ cloud service របស់យើងហ្នឹងហើយមួយទៀតហ្នឹងគឺ user creation permission assignment ហើយចំណុចទី4ហ្នឹងគឺ organization database table ហើយចំណុចបន្ទាប់មកទៀតហ្នឹងគឺ login and permission testing អញ្ចឹងជាដំបូងដើម្បីយើងអាចធ្វើការបង្កើត database នៅលើ cloud service ណាមួយបានគឺយើងត្រូវការបង្កើត account នៅលើ cloud service នឹងជាមុនសិនអញ្ចឹងតើតជាមួយនឹង team របស់ពួកខ្ញុំហ្នឹងគឺបានជ្រើសរើសយក cloud Amazon ODS អញ្ចឹងជាដំបូងហ្នឹងគឺខ្ញុំត្រូវបង្កើត cloud Amazon ជាមុនសិនអញ្ចឹងយើងគ្រាន់តែចូលទៅកាន់ website official របស់ Amazon ហើយបន្តមកទៀតយើង choose sign up ហើយយើងអាច input ទៅមួយ information ដូចជា email email តជាមួយនឹង username ផ្សេងៗអញ្ចឹងតទៅមួយការបង្កើតទាំងអស់ហ្នឹងគឺវាមាន5 step អញ្ចឹង step ទី1បន្តមកទៀតគឺយើងអាច choose លក្ខណៈជា root user ហើយបន្តមកទៀតយើងអាច input user password ហើយយើង confirm password ហើយយើងអាចទៅជាមួយនឹងជំហានបន្តមកទៀតបានហើយអញ្ចឹងចូលមកដល់ចំណុចទី2ហ្នឹងគឺយើងនឹងឃើញថាតជាមួយនឹងការបង្កើតហ្នឹងគឺយើងមានពីរ option យើងអាច choose
តទៅជាមួយនឹង free plan ក៏បានឬក៏ paid plan ក៏បានប៉ុន្តែវាអាស្រ័យទៅជាមួយនឹង user ថាតម្រូវការគាត់ប៉ុណ្ណាគឺគាត់ត្រូវការ option បែបម៉េចឬក៏ functionality បែបម៉េចចឹងទៅជាមួយនឹងពួកខ្ញុំហ្នឹងគឺខ្ញុំជ្រើសរើសយក free plan ដោយសារតែខ្ញុំគិតថាទៅមួយ option ដែលវា provide ហ្នឹងគឺវា enough សម្រាប់ project របស់ពួកខ្ញុំហើយទៅមួយជំហានបន្តមកទៀតវាហ្នឹងយើងគ្រាន់តែត្រូវតែបំពេញ information តាមដែលវា require ទេអញ្ចឹងមានដូចជាទៅមួយឈ្មោះរបស់យើង country address ហើយទៅជាមួយនឹង postal code យើងជាដើមហើយចូលមកដល់ចំណុចបន្តមកទៀតហ្នឹងគឺយើងនឹងត្រូវ inform ទៅជាមួយនឹង billing information អញ្ចឹង billing information ហ្នឹងវាអាចជាលេខកូដនៃវិសាកាត់របស់យើងហើយទៅជាមួយនឹងព័ត៌មានផ្សេងៗដោយសារតែនេះវាទៅជាមួយនឹង privacy information អញ្ចឹងគឺខ្ញុំត្រូវអត់អាច share បានទេហើយបន្តមកទៀតហ្នឹងគឺយើងអាច input ទៅជាមួយនឹង phone number របស់យើងហើយដើម្បីឲ្យវា confirm ថាទៅជាមួយនឹងយើងហ្នឹងមិនជា spam អញ្ចឹងទៅយើងអាចបង្កើត account នឹងបានហើយនៅពេលដែលវាផ្ញើលក្ខណៈជា message ឬក៏ voice call មកអញ្ចឹងតែប៉ុណ្្នឹងទេគឺយើងអាចបង្កើតទៅជាមួយនឹង account cloud service មួយបានហើយចូលមកដល់ចំណុចទី2ហ្នឹងគឺ database installation អញ្ចឹងបន្ទាប់ពីយើងអាចបង្កើត account cloud service បានគឺយើងអាចប្រើ service នៅក្នុង cloud នឹងបានហើយអញ្ចឹងដូចបច្ចេកទេសទៅមួយធីមរបស់ពួកខ្ញុំហ្នឹងគឺប្រើ service ODS អញ្ចឹងគឺដើម្បីប្រើយើងគ្រាន់តែចូលទៅ search ពាក្យ ODS មកបន្ទាប់មកទៀតយើងនឹងឃើញវានឹង displayបន្ទាប់មកទៀតយើងនឹងឃើញផ្ទះបែបនេះហើយយើងមើលនៅលើ sidebar យើង choose យក sidebar មកដែលជាជំហានទី1បន្ទាប់មកទៀតយើង choose យក create database បន្ទាប់ពី create database ហើយយើងមានពីរ option ដូចគ្នាក្នុងការជ្រើសរើស easy create ឬក៏ standard create ប៉ុន្តែសម្រាប់ពួកខ្ញុំដោយសារពួកខ្ញុំនឹងត្រូវការបង្កើត user ហើយធ្វើការដាក់ information ឬក៏ផ្សេងៗពួកខ្ញុំ choose យក standard create ដើម្បីឲ្យយើងស្រួលមានអាយថា option ជាច្រើននៅក្នុងទៅលើការ control ទៅលើ database ហ្នឹងអញ្ចឹងតើតើមួយ database ដែលពួកខ្ញុំប្រើហ្នឹងគឺពួកខ្ញុំជ្រើសរើសយក my actual database ហើយបន្ទាប់ពីយើងជ្រើសរើសហើយយើងអាច scroll មកក្រោមបានគឺយើងឃើញតើតជាមួយនឹងកន្លែងដែលយើងត្រូវដាក់ password ហើយតើជាមួយ password ហ្នឹងមានដូចជា master password ដែល master password ហ្នឹងវាប្រៀបដូចជា root password អញ្ចឹងនៅពេលដែលយើងប្រើឧទាហរណ៍អាយថាវាស្តីនៅពេលដែលយើងប្រើនៅលើ my actual workbench ជាដើមហើយបន្តមកទៀតហ្នឹងគឺ public access នៅពេលដែលដោយសារតែ team ខ្ញុំមានសមាជិក5នាក់អញ្ចឹងដើម្បីឲ្យពួកគាត់អាចចូលទៅធ្វើការ test ទៅលើ permission ផ្សេងៗហ្នឹងគឺខ្ញុំ choose យក public access ហ្នឹងគឺដើម្បីអាច get in point ហើយខ្ញុំអាចបោះតាក់ទងជាមួយនឹង hostname ហើយជាមួយនឹង password ដើម្បីឲ្យពួកគាត់អាច access ចូលបានហើយតាក់ទងជាមួយនឹង permission របស់គាត់ថាគាត់អាចធ្វើអីគេបានខ្លះនៅលើ database ហ្នឹងហើយតាក់ទងជាមួយនឹង database របស់ team ពួកខ្ញុំហ្នឹងគឺ run នៅលើ port 3306ហើយបន្តមកទៀតហ្នឹងគឺយើងអាច follow តាមនឹងបានយើងគ្រាន់តែត្រូវដាក់តាក់ទងជាមួយនឹង database name របស់យើងហើយបន្តមកទៀតគឺយើងអាច create database បានហើយអញ្ចឹងកំឡុងពេលដែលយើងអាចបន្តមកទៀតយើងនឹងឃើញហើយនៅពេលដែលយើងចុច create database ហ្នឹងយើងឃើញថា database របស់យើងនឹងកំពុងតែ creating ហើយអញ្ចឹងវានឹង show នៅកន្លែងនេះដូចគ្នាអញ្ចឹងនៅកំពុងតែពេលដែលរងចាំ database យើងកំពុងតែបង្កើតហ្នឹងគឺយើងអាចចូលទៅបង្កើតថា Python script ឲ្យហើយដើម្បីយើងធ្វើការ connect មកកាន់ database របស់យើងមុនហ្នឹងដោយសារតាក់ទងជាមួយនឹងលើ Amazon ហ្នឹងយើងអាចមាន environment មួយដែលយើងអាចទៅ save script code នៅលើហ្នឹងដូចយើងប្រើប្រាស់តាក់ទងជាមួយនឹង my actual workbench គឺយើងត្រូវការប្រើតាក់ទងជាមួយនឹង environment មួយសម្រាប់ coding ដែលយើងអាច connect វាទៅកាន់ database ហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងការ coding ហ្នឹងក៏យើងត្រូវការប្រើ library ដូចគ្នាអញ្ចឹង library ហ្នឹងគឺវាទៅតាម language ដែលយើង choose អញ្ចឹងពួកខ្ញុំហ្នឹងគឺបាន choose យក language Python ហើយយើងប្រើប្រាស់ library PyMySQL ហ្នឹងដើម្បីធ្វើការ connect ទៅកាន់ database ហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងការ connect database ហ្នឹងគឺយើងត្រូវដាក់តាក់ទងជាមួយនឹង master user password ដែលយើងបានបំពេញមុននឹងចូលដែលឲ្យវានិយាយទៅអាយថាត្រូវដាក់តាក់ទងមួយ information ពីរហ្នឹងគឺ database password ហើយនឹង database name របស់យើងធ្វើម៉េចដើម្បីផ្ទៀងផ្ទាត់ថាកុំឲ្យវា cost ជាមួយតែមួយ character ដល់ពេលបើសិនជាករណីថាវាអត់ដូចគ្នាទាំងស្រុងទេគឺយើងអាច connect បានទេហើយបន្តមកទៀតនៅពេលដែលយើងចូលទៅកាន់ database របស់យើងវិញនៅពេលដែលយើងឃើញ database របស់យើងហ្នឹងគឺវាបានបង្កើត successful ហើយយើងនឹងឃើញពី available អញ្ចឹងនៅពេលដែលយើង click ចូលទៅ database របស់យើងទៅយើងនឹង get endpoint ហ្នឹងហើយអញ្ចឹងយើងអាច click នៅលើ endpoint ហ្នឹងយើងនឹងទទួលបាន URL hostname ហ្នឹងហើយដែលជា database hostname ហ្នឹងហើយបន្តមកទៀតយើងអាច pass វាចូលទៅក្នុង Python script របស់យើងដើម្បីឲ្យវា connect ទៅកាន់ database របស់យើងហើយនេះតាក់ទងជាមួយនឹងការបង្កើតតាក់ទងជាមួយនឹង user ហើយជាមួយនឹង permission អញ្ចឹងតាក់ទងជាមួយនឹង database ហើយតាក់ទងជាមួយនឹង project របស់ពួកខ្ញុំហ្នឹងគឺយើងបង្កើត5 user ប៉ុន្តែ4 permission និយាយថា4 role ខុសៗគ្នាដែល role ទី1ហ្នឹងគឺជា admin បន្តមកទៀតយើងមាន developer editor ហើយជាមួយនឹង viewer ដែល admin ហ្នឹងគឺគាត់ full access គាត់អាចធ្វើ everything គាត់មានសិទ្ធធ្វើ everything នៅលើហ្នឹង drop delete update ផ្សេងៗនៅលើហ្នឹងបានប៉ុន្តែសម្រាប់ delete developer ហ្នឹងគឺគាត់គ្រាន់តែអាច create alter drop ហើយជាមួយនឹង index គឺគាត់អត់អាចគាត់អត់មាន full អីថាគាត់អត់មាន full permission ដូចជា admin ទេបន្តមក editor គឺគាត់គ្រាន់តែអាច select insert update delete ហើយចូលមកដល់ viewer វិញអ្វីដែលគាត់អាចធ្វើបានហ្នឹងគឺគាត់គ្រាន់តែធ្វើតែ view ទៅលើ database របស់យើងតែប៉ុណ្្នឹងទេអញ្ចឹងហើយនេះតើតើជាមួយនឹង script ដែលខ្ញុំបង្កើតមកតើតើជាមួយនឹង user role ទាំង3មួយហ្នឹងដោយសារតែតើតើជាមួយនឹងការបង្កើត database ហ្នឹងគឺយើងនឹងមាន admin មួយធំមកស្រាប់ហើយអញ្ចឹងតើតើជាមួយនឹងខ្ញុំ admin ហ្នឹងអ្វីដែលខ្ញុំត្រូវធ្វើហ្នឹងគឺខ្ញុំនឹងបង្កើតតើតើជាមួយនឹង user ដែល user ជា editor viewer ហើយជាមួយនឹង developer ហើយខ្ញុំ set up តើតើជាមួយនឹង permission របស់គាត់អញ្ចឹងក្នុងការបង្កើតតើតើមួយ user ហ្នឹងគឺយើងមាន username password ហើយជាមួយនឹង privilege អញ្ចឹងគឺខ្ញុំនឹងធ្វើការបោះ viewer តើតើជាមួយនឹងខ្ញុំនឹងធ្វើការបោះតើតើជាមួយនឹង username ហើយ password ទៅកាន់ team member ខ្ញុំហើយដើម្បីឲ្យគាត់អាចចូល access តើតើជាមួយនឹង database ហ្នឹងហើយដើម្បីតែមើលថាអ្វីដែលគាត់ឧទាហរណ៍ថាបើគាត់ជា editor 2អញ្ចឹងអ្វីដែលគាត់ធ្វើបានហ្នឹងវាត្រូវតើតើជាមួយនឹង permission set up ពីរបស់ខ្ញុំទៅអត់ដែល editor ហ្នឹងដែល editor 2ហ្នឹងអ្វីដែលគាត់អាចធ្វើបានហ្នឹងគឺគ្រាន់តែ select insert update delete តែប៉ុណ្្នឹងទេអញ្ចឹងតើតើជាមួយនឹងសារតែ team member ខ្ញុំមាន5នាក់អញ្ចឹងខ្ញុំបង្កើតតើតើជាមួយនឹង user 4ហ្នឹងមកសម្រាប់ពួកគាត់ទាំង4ហ្នឹង that's all professor នឹងសួរស្អីអ្នកទាំងអស់គ្នាម្ដងទៀតជួបជាមួយខ្ញុំម្ដងនេះយើងនឹងនិយាយតាក់ទងជាមួយនឹងការ organizing database table ដូចមិត្តភក្តិខ្ញុំគាត់និយាយផ្នែកមុនអញ្ចឹងគឺយើងបានបង្កើត account របស់ cloud service ហើយយើង install database យើងបង្កើត user យើងមាន privilege ឲ្យគាត់ថាតើគាត់អាច access មានសិទ្ធិក្នុងការ access control ធ្វើឲ្យគេបានខ្លះអាច alter អាច delete ឬក៏អាចបង្កើត table ឬក៏យើងមិនអាហ្នឹងយើងបាន set ហើយអញ្ចឹងចំណុចនេះដើម្បីតេស្តវាបានគឺយើងត្រូវមាន pilot project មួយដើម្បីមកតេស្តហើយ project របស់យើងហ្នឹងគឺនិយាយតាក់ទងជាមួយនឹង student course registration system ដើម្បីតេស្តវាដើម្បីតេស្ត role ដែលយើងបាន assign ថាតើគាត់នឹងបានធ្វើអ្វីដែលយើងបាន set មែនអត់ពួកយើងមាន table ចំនួន4គឺ student courses registration ហើយ grade ហើយបើយើងនិយាយតាក់ទងជាមួយនឹង user វិញគឺយើងមាន
ដល់ទៅ5ទី1គឺ master ហ្នឹងគឺជា user ដែរតែគាត់ជា full access មានន័យថាគាត់ជា administrative ពេលគាត់បង្កើត cloud service នឹងភ្លាមគឺគាត់ហ្នឹងគឺជា user ផងជា master ផងអញ្ចឹងគាត់មាន full access control តាក់ទងចំណុចទី2គឺ viewer មានន័យថាយើង set ឲ្យគាត់មើលតែ table មានន័យគាត់អាច select បើយើងប្រើនៃ multi query បាន select ទេហើយអ្នកទី3គឺ editor មានគាត់អាច view អាច insert update delete បាន editor យើងមាន2 editor ធម្មតានិង editor 2អញ្ចឹងគាត់មានតួនាទីនឹងដូចគ្នាហើយមួយទៀត developer ហ្នឹងគឺគាត់មានតួនាទីក្នុងការអាច create table អាច alter អាច drop អាច index បានជាដើមហើយ permission ហ្នឹងគឺយើងប្រើ Python script ដូចខ្ញុំបានរៀបរាប់ខាងវីដេអូនៅខាងមុខអញ្ចឹងមានយើងប្រើ script ដើម្បី enforce តាក់ទងជាមួយ permission របស់យើងហ្នឹងនេះគឺជា query មួយចំនួនដែលយើងបានសរសេរដើម្បីបង្កើតតាក់ទងជាមួយនឹង table នៅក្នុង MySQL របស់យើងអានេះយើងចូលដល់ចំណុចទី2នេះគឺចំណុចបន្ទាប់ទៀតគឺយើងនិយាយតាក់ទងជាមួយនឹងការ login ជាមួយនឹង permission testing យើងចូលចាប់ផ្ដើមតេស្តម្ដងខ្ញុំនឹងនិយាយជាជំហានហើយខ្ញុំនឹង remove ផ្ទាល់ឲ្យអញ្ចឹងអាចនិយាយថាពេលយកបកស្រាយក្នុង slide នេះវាមានលក្ខណៈយើងកាត់ពួកយើងត្រូវការដោយសារតែនៅពេលដែលគេបង្កើត database នៅលើ cloud service របស់យើងគឺគេនឹងមានបង្កើតជា project connection name គេមាន host name មានអីអញ្ចឹងយើងយក endpoint របស់គេមកដើម្បីដាក់នៅក្នុង MySQL របស់យើងហ្នឹងអញ្ចឹងសួរថាតើ connection name បានមកពីណានេះគឺជា project របស់គេដែលគេបង្កើតនៅក្នុង database លើ cloud របស់គេហ្នឹងហើយយើងដាក់ endpoint របស់គេ endpoint ហ្នឹងគឺនៅពេលដែលយើង subscribe យើងប្រើ service របស់ AWS ODN ហ្នឹងគឺគេនឹងឲ្យមកយើងហើយយើងប្រើ port 3306ហើយយើងដាក់ user មកនេះជា user ដែលខាងយើងអាចនិយាយបានថាជា master user របស់យើងគាត់ set ឲ្យអានេះខ្ញុំ login as editor ហើយយើងដាក់ password ឲ្យគេឲ្យយើងមក password នេះមិនមែន password របស់យើងមានន័យថាគឺគេបង្កើតថាវិញហើយគេបង្កើត user បង្កើត password ឲ្យគេគាត់ហ៊ុន data ហ្នឹងឲ្យយើងហ៊ុន password user ហ្នឹងឲ្យយើង log ចូលហើយនេះយើងតេស្តមើលថា log ទៅវា successful អត់អញ្ចឹងវា successful អញ្ចឹង make sure ថានៅពេលដែលយើងប្រើក្នុងនាមយើងជា end user របស់ database ហ្នឹងយើងត្រូវតែដឹងថាតើ connection name របស់គេគឺអី host name អីគេ port គេប្រើ port អីប្រើ user name អីហើយនឹង password អីគឺនៅពេលដែលហ្នឹងអ្នក master ហ្នឹងគឺគាត់ assign ហ្នឹងឲ្យយើងនៅពេលដែលយើង log ចូលបានហើយក្នុងករណីនេះគឺខ្ញុំតេស្តមើលគឺយើងអាច view table បាន view table ហ្នឹងក៏បានដែរគឺខ្ញុំសាកតេស្តមើល view cost ហើយយើងមាន5 cost ហើយយើងក៏អាច insert cost បញ្ចូល time ដែរអញ្ចឹងខ្ញុំ insert មកមុខវិជ្ជាទៀត interaction to AI នៅក្នុង cost ID លេខ6អញ្ចឹងវានឹង update កន្លែងនេះហើយយើងក៏អាច update វាបន្ថែមទៀតដែរថាមុខវិជ្ជាហ្នឹងមិនមែន3 credit ទេព្រោះមុខវិជ្ជាហ្នឹងបើតាមខ្ញុំ set វាគឺ3 credit តែឥឡូវខ្ញុំអាច update វាបានថាអូខេវា4 credit ហើយយើងក៏អាច delete វាចោលវិញដែរហើយសួរថាបើ privilege ដែលគេ set ឲ្យខាង master user គឺគាត់ set ឲ្យខ្ញុំ create table បានទេអញ្ចឹងខ្ញុំសង្កេតមើលថាតើខ្ញុំអាច create បានអត់អញ្ចឹងខ្ញុំសាក create table មួយហើយវាពិតជាបានមែនវាដាក់ message មកមានន័យថា permission deny អញ្ចឹងមានន័យថាខាង master user របស់ខ្ញុំគាត់ set ក្នុង database rule access ក្នុង part របស់ខ្ញុំហ្នឹងគឺពិតជាត្រឹមត្រូវចាអរគុណដូច្នេះចំណុចបន្ទាប់ខ្ញុំនឹងនិយាយពី process របស់ viewer ដែលជាដំបូង viewer គាត់ត្រូវការធ្វើការ set up connection សិនហើយដំបូងគឺគាត់ត្រូវការដាក់ connection name ឈ្មោះ project DB ហើយគាត់ត្រូវដាក់ host name ហើយនឹង username របស់គាត់ជា viewer ដល់មកគាត់ធ្វើការ test connection តទៅពី test connection ហើយវានឹងធ្វើការ alert ទាំងមួយសម្រាប់ឲ្យគាត់ដាក់ password របស់គាត់ហើយនៅពេលដែលគាត់ដាក់ password បានត្រឹមត្រូវហើយវានឹង alert ថា successful made the MySQL connection អញ្ចឹងនៅពេលដែលគាត់ connect បានធ្វើការ made ហើយយើងគាត់អាច access ចូលទៅក្នុង database project DB នឹងបានហើយអញ្ចឹងនៅក្នុងហ្នឹងគាត់អាចធ្វើការ select មើល table ណាដែលគាត់ចង់មើលបានដូចជា course student products ហើយក្រៅពី select ហ្នឹងគាត់អាចប្រើ aggregation function ដែល aggregation function មានដូចជា count sum average ហើយនិង group by ហើយក្នុងនេះផងដែរយើងបានធ្វើការប្រើប្រាស់ count aggregation ហ្នឹងដើម្បី count ទៅលើ table cost ហើយ result របស់យើងចេញមកមាន5ហើយ viewer ក៏គាត់បានធ្វើការសាកល្បង insert data ចូលទៅក្នុង table student ផងដែរប៉ុន្តែដោយសារតែគាត់ role របស់គាត់គឺត្រឹមជា viewer ឯងអញ្ចឹងគាត់អាចមានសិទ្ធិក្នុងការ insert delete ឬក៏ update data ដែលមាននៅក្នុង database ហ្នឹងបានទេដូច្នេះហើយពេលដែលគាត់ execute ទៅគឺវានឹង alert មកថា deny ហើយអញ្ចឹង viewer មានតែប៉ុណ្្នឹងឯងនេះជាការ login របស់ editor 2អញ្ចឹងដំបូងយើងចូលទៅកាន់ MySQL មកហើយយើងបាច់ឈ្មោះ project របស់ពួកយើងហើយចំពោះកន្លែង username នេះយើងដាក់ឈ្មោះ editor 2មកហើយ password យើងវាយ password របស់ editor 2ចូលអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាវាយចូលកន្លែងហ្នឹងហើយវានឹង load វា successful made the MySQL connection ហើយយើងចុចកន្លែងពាក្យ test connection នេះមកវានឹង load ចេញឲ្យហើយអញ្ចឹងចំពោះកន្លែងនេះខ្ញុំព្យាយាម insert ចូលទៅកាន់insert value ចូលទៅកាន់ table student អញ្ចឹងពេលដែលខ្ញុំចុច insert student ថ្មីមួយទៅវានឹង show student ហ្នឹងនៅខាងក្រោមនេះដោយសារត editor ធំហ្នឹងគាត់មាន permission នៅក្នុងការ insert delete អីផ្សេងៗបានប៉ុន្តែពេលដែលខ្ញុំព្យាយាមក្នុងការ create table មួយដែលមានឈ្មោះថា attendant អញ្ចឹងវានឹង deny ដោយមានការ load ខាងក្រោមនេះបញ្ជាក់ចង់សម្រាប់ part របស់ខ្ញុំគឺជា part developer អញ្ចឹងមុនដំបូងគឺយើងដាក់ដូចគ្នាដូចជាមួយនឹង viewer ហើយជាមួយនឹង editor ដែរគឺយើងត្រូវការ username ហើយជាមួយនឹង password ហើយជាមួយនឹង host name ហើយជាមួយនឹង port ត
បន្ទាប់ពីយើងបញ្ចូល password ដែលវាត្រូវមួយនឹង role របស់យើងហើយវានឹងចេញពាក្យថា successful បន្ទាប់ពី successful ហើយយើងចុច OK ទៅយើងទៅធ្វើការ permission ដែល admin គាត់ដាក់ឲ្យយើងមកហ្នឹងអញ្ចឹងសម្រាប់ខ្ញុំអាច create table alter table ត្រឡប់ទៅជាមួយ index អញ្ចឹងចំពោះកូដដំបូងពីនេះគឺជាដំបូងយើង use database របស់យើងហ្នឹងគឺ project DB របស់យើង create table មួយអញ្ចឹងខ្ញុំ create table មួយថ្មី new student អញ្ចឹងអាហ្នឹងវាឲ្យយើង create នេះអញ្ចឹងនេះកន្លែងនេះគឺ create table ជោគជ័យតែបើសិនជាខ្ញុំ insert ចូលគឺវាឲ្យ insert ចូលទេហើយតបមកទី2គឺ alter table អញ្ចឹងខ្ញុំ alter table ដល់ student ហ្នឹងវិញតបមកនេះអញ្ចឹងជោគជ័យ alter table ហ្នឹងតបមកទី3គឺជាកូដadd សម្រាប់ត្រាប់អញ្ចឹងតបមកខ្ញុំត្រាប់table ដល់ student ហ្នឹងមកតែនេះវាត្រាប់បានហើយតបមកចុងក្រោយគេគឺ create index អញ្ចឹង create index ក៏ create បានដែរតែសំពោដូច insert ឬមួយក៏អីចឹងគឺគាត់អាច insert បានដោយសារតែវាហួស permission របស់ខាង admin ដាក់ឲ្យយើងចាអរគុណលោកគ្រូចឹងសូមបន្តទៅមិត្តភក្តិខ្ញុំទៀតអញ្ចឹងសម្រាប់ឡើងខ្ញុំនឹងមក guideline ទូទៅអំពី demo real time ដែលខ្ញុំធ្វើការដាក់ database installation នៅលើ cloud ហ្នឹងអញ្ចឹងជាដំបូងយើងចូលទៅកាន់ ODS បន្តមកទៀតយើង click លើ Aurora and ODS ហើយយើងមើលទៅលើ sidebar យើង click លើពាក្យ database បន្តមកទៀតយើង create database ហ្នឹងមកហើយយើងនឹងមាន option សម្រាប់រើសហើយអញ្ចឹងខ្ញុំ choose យក standard create ហើយបន្តមកខាងក្រោមនេះទៀតខ្ញុំដាក់តាក់ទងជាមួយនឹង master password ហើយជាមួយនឹងការ confirm password ចូលដោយសារតែខ្ញុំបានរៀបរាប់ពី detail នៅក្នុង slide អញ្ចឹងនៅក្នុង demo នេះខ្ញុំគ្រាន់តែត្រួសទេហើយសម្រាប់ឥឡូវនេះគឺខ្ញុំ choose យក public access ដើម្បីឲ្យគ្នាខ្ញុំគាត់អាច access ចូលទៅក្នុងនឹងបានហើយ check តាក់ទងជាមួយ port របស់ database របស់ខ្ញុំហើយបន្តមកទៀតហ្នឹងគឺយើងclick create database មកយើងនឹងឃើញថាកន្លែងនេះគឺខ្ញុំត្រូវដាក់ database name ខ្ញុំជាមួយសិនអញ្ចឹងតាក់ទងជាមួយនឹងការដាក់ database name ខ្ញុំហ្នឹងគឺ project DB ហើយបន្តមកទៀតគឺយើងអាច click តាក់ទងជាមួយនឹង create database ហើយយើងនឹងឃើញថា database របស់យើងហ្នឹងកំពុងតែ creating អញ្ចឹងវានឹង alert មកចេញជាបែបហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាត់ពេលខ្ញុំនឹងចូលទៅកាន់ VS Code ដើម្បីធ្វើការទៅសេ Python script ដើម្បី connect ទៅកាន់ database ហ្នឹងតាក់ទងជាមួយនឹងការ connect ហ្នឹងគឺយើងត្រូវការប្រើ library ដើម្បី connect ទៅកាន់ database របស់យើងហើយបន្តមកទៀតយើងប្រើតាក់ទងយើងត្រូវការ DB database host user password ហើយ name អញ្ចឹងយើង import តាក់ទង information របស់យើងនឹងចូលទៅអ្វីដែលយើងបាន import ចូលទៅក្នុង cloud service មុនហ្នឹងហើយចាំបញ្ជាក់ថាកុំឲ្យវាខុសរបៀបយើងត្រូវទៀមទាត់ថាបើសិនជាវាខុសទៅគឺយើងអាច connect ទៅបានទេអញ្ចឹងអានេះវាគ្រាន់តែជា script ត្រួសទេនៅក្នុងការទៅសេទៅលើ SQL script ហ្នឹងជាដំបូង first step ហ្នឹងគឺក្នុងការទៅសេដើម្បីឲ្យវាធ្វើមក connect ទៅកាន់ database ជាមុនសិនសម្រាប់ការបង្កើត table ឬក៏តន័យផ្សេងៗហ្នឹងគឺអាហ្នឹងវានៅចំណុចបន្តមកទៀតអញ្ចឹងដោយសារតែខ្ញុំត្រូវការអញនិយាយថា endpoint ពី database ខ្ញុំដើម្បី pass ចូលទៅក្នុង Python script ដើម្បីឲ្យវា connect ទៅដោយសារតែ database ខ្ញុំអត់ទាន់បង្កើតទេឥឡូវហ្នឹងត្រូវរងចាំដើម្បីឲ្យវាបង្កើតដើម្បីខ្ញុំអាចយក URL ពី endpoint ហ្នឹងបានហើយតើតើជាមួយនឹង SQL script ទាំងអស់នៅពេលដែលយើងបានទៅ save រួចដើម្បីធ្វើការ connect ទៅកាន់ database ហើយបន្តមកយើងធ្វើការ run បន្តមកទៀតបើសិនជាយើងឃើញ database នៅពេលដែលវា success វានឹង show មកបែបហ្នឹងហើយគឺយើងនឹងឃើញពី database version 1ហ្នឹងហើយបាទសូមសួស្តីអ្នកទាំងអស់គ្នាចំណុចនេះខ្ញុំនឹង demo តាក់ទងជាមួយនឹងក្នុងនាមជា user ហើយឈ្មោះថា editor របស់យើងនឹងមានតួនាទីអាចធ្វើជាមួយ4គឺ insert update delete ហើយគាត់អាច select មើល table អីជាដើមអញ្ចឹងទៅដើម្បី connect ទៅលើ database របស់ cloud របស់យើងនឹងយើងចូលសញ្ញាបូកកន្លែងនេះហើយយើងដាក់ connection name ខ្ញុំ copy មកដាក់យកហ្មងគឺមានឈ្មោះថា project DB ហើយតាក់ទងជាមួយនឹង host name គឺបានមកពី endpoint របស់ខាង cloud របស់យើងអញ្ចឹងយើងដាក់មកឲ្យ port 306ត្រឹមត្រូវតាក់ទងជាមួយនឹង user វិញគឺអានេះគេអ្នកបង្កើតឲ្យយើងខាង master user គាត់បង្កើតឲ្យជាមួយនឹង password អញ្ចឹងយើងដាក់តាមគាត់មកយើងអាចចិត្តដាក់ទៅដាក់ខុសគឺវាអត់អាច connect ចូលបានយើងអាច test connection មើលត្រូវអត់អូខេឥឡូវត្រូវហើយយើងចូលទៅក្នុងអានឹងបានឥឡូវយើងចូលដល់ក្នុង project របស់យើងនេះជា schema ដែលគេបង្កើតស្រាប់អញ្ចឹងទៅក្នុងហ្នឹងគឺគេមាន table មួយចំនួននេះគឺជា table មួយចំនួនដែលគេបង្កើតចឹងទៅខ្ញុំចង់ដឹងថាតើខ្ញុំអាច test តាក់ទងជាមួយនឹង privilege របស់ខ្លួនឯងបានណាព្រោះគេឲ្យ function គេឲ្យតួនាទីរបស់ខ្ញុំមក4អញ្ចឹងខ្ញុំសាក test តាក់ទងជាមួយនឹងការ view មើល view table នេះខ្ញុំប្រើ select query នេះយើងអាចមើល table បាន table របស់យើងនឹងមានប៉ុណ្ណេះគឺមាន call រហូតដល់ទៅ7ហើយយើងចង់ដឹងថាតើយើងអាច insert មកឧទាហរណ៍ថ្មីចូលបានអត់អញ្ចឹងយើងវាយមក insert into course is ហើយយើងមើលថាតើ field វាមានអីគេខ្លះ course ID course name course code និង credit បន្តមកទៀតយើងដាក់ value មកដល់ value ណាដែលយើងចង់ឲ្យទៅវាឥឡូវដោយសារតែ course ID យើងមាន7យើងដាក់ like នេះ8មកបន្តពីហ្នឹងហើយមុខវិជ្ជាអីមុខវិជ្ជា English ហើយ course code យើងអាចដាក់ ENG 101ហើយ credit យើងដាក់3ហើយយើងអាច test មើលថាតើយើង run ត្រូវឬអត់ no database មិនតែខ្ញុំបាន select database អញ្ចឹងយើង using database សិនណា use project DB ហើយយើង run មកទៀតអូខេឥឡូវវា run បានជោគជ័យហើយតោះមកមានន័យថាយើងអាចធ្វើបាន2អញ្ចឹងខ្ញុំចង់ test មើលទៀតថាតើខ្ញុំអាច update បានអត់អញ្ចឹងដើម្បី update នេះខ្ញុំចង់សាកដូរមកមុខវិជ្ជាតារាងនេះខ្ញុំ update ទៅ credit ទៅជា4វិញបានទេអញ្ចឹងខ្ញុំដូរវិញមកដាក់ update courses ហើយយើង set មក credit របស់យើង credit របស់យើងអាចនិយាយបានថាវាស្មើ4យើងចង់បាន4អញ្ចឹងអាចរបស់យើងហ្នឹងគឺនៅណានៅ course ID របស់យើងគឺស្មើលេខប៉ុន្មានមិនគឺលេខ8ហើយយើងសាក run លោកមើល
អូខេឥឡូវយើង run បានហើយអញ្ចឹងមានន័យថាឥឡូវនេះយើងអាច delete បានហើយយើងអាច update អាច delete យើងអាចតាក់ទងជាមួយនឹងការ insert ចុះបើសិនជាខ្ញុំចង់បង្កើត table វិញតើបានអត់ឥឡូវខ្ញុំសាកបង្កើត create table មួយ table របស់ខ្ញុំមានឈ្មោះថា fee tb អញ្ចឹងទៅហើយឧទាហរណ៍ខ្ញុំដាក់ឲ្យវាឲ្យ ID របស់វាគឺ integer អញ្ចឹងខ្ញុំចង់តែមួយអញ្ចឹងដឹងអញ្ចឹងសាកណាcreate comment deny កន្លែងនេះគឺវាបាក់ថាវាឲ្យទេដោយសារតែ permission មកគេឲ្យយើងធ្វើនឹងបានអញ្ចឹងទៅ project របស់ខ្ញុំនេះគឺថាអ្វីដែលគេបាន set មកគឺយើងធ្វើបានតាមដែលគេចង់បានអញ្ចឹងទៅវាត្រឹមត្រូវចាអញ្ចឹងការ demo របស់ខ្ញុំនេះមានតែប៉ុណ្្នឹងទេសូមអរគុណ professor អរគុណអ្នកនរគ្នាជំរាបសួរលោកគ្រូខ្ញុំឈ្មោះស្រស់មួយយីដោយសារតែ project របស់យើងពួកយើងបានបែងចែកជា5 role អញ្ចឹង role របស់ខ្ញុំគឺជា viewer អញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមធ្វើការ connect ទៅកាន់server របស់យើងហើយខ្ញុំដាក់ឈ្មោះហើយនឹង host name ជាងបន្ទាប់ពី connect ចូលហើយខ្ញុំសូមធ្វើការ use database project db របស់យើងជាងដោយសារតែខ្ញុំជា viewer ខ្ញុំមិនអាចធ្វើឲ្យបានច្រើនទេខ្ញុំអាចធ្វើការ select មើល table នៅក្នុងហ្នឹងដូចជា table course ឬក៏ table student ហើយខ្ញុំអាចប្រើប្រាស់ count បានអូខេនេះដោយសារតែខ្ញុំជា viewer អញ្ចឹងខ្ញុំមិនអាចធ្វើការ insert data ចូលទៅក្នុង table ណាមួយនៅក្នុង database របស់យើងទេជាវីដេអូ demo របស់ editor 2 អញ្ចឹងដំបូងយើងចូលទៅកន្លែងនេះមកដើម្បីតែ connection ហើយបន្តមកទៀតយើងវាយឈ្មោះ project យើងមកហើយបន្តមកទៀតកន្លែងនេះគឺយើងត្រូវដូរដែរដោយសារខ្ញុំបាន set ទុកចឹងយើងពីយកមកទៅនេះអូខេហើយយើង pass វាចូលមកចំពោះរូបនេះគឺយើងដូរដែរយើងដាក់ឈ្មោះ editor 2យើងមកចំពោះ password គឺយើងត្រូវដូរដែរយើងទៅយកមកpass វាចូលមកយើងជួយវាអូខេ test connection គេបើយើង connect successful យើងវានឹងចេញយើងអូខេមកអូខេមកអូខេហើយយើងចុចចូលកន្លែងនេះមកដោយសារតែខ្ញុំធ្លាប់ចូល login វាពីមុនចឹងវាមានស្រាប់អញ្ចឹងដោយសារតែ privilege របស់ editor 2ហ្នឹងវាមានដូចជាការ select ការ insert delete ជាដើមអញ្ចឹងខ្ញុំចង់តែទៅលើ table student អញ្ចឹងខ្ញុំធ្លាប់សរសេរ query ចាស់ចឹងយើងទៅយកមកthis oneបានកូនហ្នឹងមកអូខេអញ្ចឹងវានឹងរត់កន្លែងគ្រីសនេះឲ្យហើយដោយសារតែ privilege វាអត់មានក្នុងការធ្វើ create table អញ្ចឹងបើសិនជាខ្ញុំ create table ខ្ញុំចង់ដឹងថាវា deny យើងអត់អូខេហើយយើងចុចចូលឡើងហ្នឹងមកអូខេអញ្ចឹងវានឹងមានសារខាងក្រោមនេះ load ប្រាប់ហើយចាជំរាបសួរលោកគ្រូអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើតពីមិត្តភក្តិខ្ញុំដោយ role របស់ខ្ញុំគឺជា developer អញ្ចឹងអីដែលខ្ញុំត្រូវធ្វើទៅបង្គេគឺ shop connection សិនអញ្ចឹងខ្ញុំយក screen នេះមកតើមកខ្ញុំទៅ connect មួយ connection របស់មិត្តភក្តិខ្ញុំហើយកន្លែង host name នេះក៏យើងត្រូវដូរដែរហើយចំពោះ port យកដូរដោយសារ port ខ្ញុំប្រើ nick ដែរ username ដោយសាររបស់ខ្ញុំជា developer អញ្ចឹងខ្ញុំ role របស់ខ្ញុំហើយ password អូខេតមកខ្ញុំយក default schema ធម្មតាហើយមក test connection សិនឥឡូវយើងសាក connect ម្ដងទៀតសិនអូខេឥឡូវយើង connect បាន successful ហើយអញ្ចឹងពេលដែលយើង connect successful ហើយយើងចុច OK ទៅតមកខ្ញុំចូលក្នុង project របស់ខ្ញុំអញ្ចឹងអានេះគឺជា project របស់ខ្ញុំហើយនេះជា table ដែលបានបង្កើតអញ្
ចឹងឥឡូវដោយសារជា role របស់ខ្ញុំ developer ចឹងខ្ញុំមានសិទ្ធិក្នុងការ create table insert table update table ឬក៏ delete table អីជាដើមហើយនឹង delete ទិន្នន័យមួយៗនៅក្នុងហ្នឹងចឹងឥឡូវខ្ញុំសាកបង្កើត table ថ្មីមួយចឹងលោកគ្រូចឹងឥឡូវហ្នឹងដំបូងគឺខ្ញុំធ្វើការuse database ហ្នឹងជាង use project DB អូខេបន្ទាប់មកយើងទៅមើល permission របស់ខ្ញុំចឹងដោយសារតែ permission របស់ខ្ញុំអាចធ្វើបានតែ create alter drop ហើយជាមួយនឹង index គេដោយសារនេះជា role របស់ខ្ញុំដែលខ្ញុំអាចធ្វើបានជា developer ចឹងឥឡូវយើងមកធ្វើការសាក create table មុនគេអូខេឥឡូវយើង create table បានហើយយើងចង់ចូលឡត់អូខេចឹងនេះ table យើង dev student ចូលហើយតមកទី2 role របស់ខ្ញុំគឺអាចធ្វើបាន alter ឥឡូវយើងសាក alter វាទៅចាចឹងយើងធ្វើការ alter table dev student អូខេចឹង alter បានហើយបន្ទាប់មកdrop ឥឡូវយើងត្រឡប់ drop បានហើយឥឡូវចូលមើលជួយបាត់អត់ឥឡូវ table dev student ហ្នឹងគឺវាបាត់ដោយសារយើងបាន drop ហើយចុងក្រោយគេគឺ index ខ្ញុំមើលថាមួយមាន email ខ្លះចូលសិនចឹងដោយសារតែខ្ញុំអាចមានសិទ្ធ view បានទេចឹងបានវាចេញថាដោយសារតែ permission របស់ខ្ញុំគឺអាចតែ create alter drop ហើយជាមួយ index ចឹងបើខ្ញុំចង់ view ដល់ខ្ញុំ user view name ចឹងបានពេលខ្ញុំសាក test ទៅវាចេញឡើងខ្ញុំសាក test insert តែមួយទៀតឥឡូវយើង create table នេះឡើងវិញមកដោយសារមុននឹងយើង drop អូខេដូចគ្នាគឺខ្ញុំអត់មានសិទ្ធទេដោយសារតែ master គឺគាត់ដាក់ឲ្យខ្ញុំបានតែ create alter drop ហើយ index ចឹងសម្រាប់ insert ឬមួយក៏ view ខ្ញុំមិនអាចមានសិទ្ធមើលបានទេចឹងអានេះចប់ហើយចឹងសូមចូលទៅកាន់ part ខ្ញុំមួយទៀតជាចុងក្រោយគឺ conclusion project របស់យើងគឺ successfully implement cloud based database ដែលយើងបានប្រើប្រាស់ដូចជា AWS RDS Python ហើយនិង MySQL ហើយយើង host ទៅលើ link មួយនេះហើយ database យើងមានឈ្មោះថា project DB ដែលយើងបានធ្វើការ assign 5 user ទៅក្នុងនឹងផងដែរដែលមាន master user ចំនួន1 editor ចំនួន2 developer ចំនួន1ជាមួយនឹង viewer ចំនួន1ផងដែរហើយ project នេះគឺវា organize database table as shown in the user diagram វា ensure efficient data management. The solution demonstrates the scalability and security of AWS cloud computing, laying a foundation for future enhancement. ចឹងជាចុងក្រោយសូមអរគុណដល់ professor ក្នុងការចំណាយពេលដ៏មានតម្លៃតាមដានការធ្វើការបទបង្ហាញរបស់ក្រុមពួកខ្ញុំ